ខ្ញុំកំពុងតែញោមហើយប្រភេទញោមនេះខ្ញុំអត់ដឹងថាគួរតែដាក់ឈ្មោះថាញោមអីទេដោយសារខ្ញុំដាក់បន្លែច្រើនមុខមានដូចជាផ្កាដូចជាប្រភេទផ្កាម្យ៉ាងដូចផ្កាស្នោអញ្ចឹងតែមិនមែនជាផ្កាស្នោទេហើយមានជីគ្រប់មុខមានការ៉ុតមានតសក់មានប៉េងប៉ោះហើយនឹងតាយ៉ូងចេកហើយនឹងពងចក្រងតាច់ជ្រូកហើយនឹងបង្គាក្រៀមមកពីវាច្រើនមុខអញ្ចឹងហើយបានខ្ញុំមិនដឹងថាគួរតែដាក់ឈ្មោះវាថាជាប្រភេទញោមអីដែរហើយខ្ញុំមានអំពិលទុំដាក់ចូលទៅអំពិលទុំហ្នឹងខ្ញុំមានដាក់ទឹកត្រីស្ករអំបិលបន្តិចហើយប៊ីចេងហើយមានថែមខ្ទឹមសខ្ទឹមក្រហមនិងម្ទេសស្រស់ផងដែរ